បាទជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទសុខទុក្ខយ៉ាងណាដែរចូលឆ្នាំចិនបានបញ្ចប់ម្លងប្រហែលថ្ងៃទៅហើយបាទហើយនេះជាពូជខ្ទឹមដែលខ្ញុំរៀបចំផ្ញើជូនពុកម៉ែបងប្អូនយើងដែលខ្ញុំធ្វើវីដេអូមុនបាទអត់ទាន់បានផ្ញើបាទដោយសារមានការមមាញឹករវល់នៅក្នុងការងារបាទចឹងក៏សូមខន្តីអភ័យទោសនិងអធ្យាស្រ័យផងពុកម៉ែបងប្អូនបាទហើយណាមួយអ្នកខមមិនក៏មានតិចអ្នកចង់បានមានតិចខ្ញុំរងចាំគាត់ឲ្យបានច្រើនដើម្បីផ្ញើតែម្ដងបើសិនជាផ្ញើម្ដងម្នាក់មិនដឹងថាថ្ងៃណាបញ្ចប់ទេដោយសារតែខ្ញុំមមាញឹកនៅក្នុងការងារបាទក្នុងការដាំដុះចឹងថ្ងៃនេះដែរខ្ញុំបានរៀបចំផ្ញើជូនពុកម៉ែបងប្អូនហើយប្រហែលជា2 3ថ្ងៃទៀតអាចទៅដល់ដៃពុកម៉ែបងប្អូនហើយបាទហើយក៏សូមអធិស្ឋានដែរបើសិនជាពុកម៉ែបងប្អូនណាមិនទាន់បានបាទសូមអធិស្ឋានដោយសារតែយើងcomment ភាគច្រើនគឺខ្ញុំមិនបានឲ្យទម្លាក់ទីតាំងនៅក្នុង comment លេខទូរស័ព្ទនៅក្នុង comment ដោយសារតែខ្លាចមានជនឆបោកបាទស្គាល់លេខទូរស័ព្ទស្គាល់លេខទីតាំងអីចឹងទៅធ្វើឲ្យពិបាកអញ្ចឹងពុកម៉ែបងប្អូនអត់ចេះខ្លះក៏ចេះប្រើ Telegram គាត់ add មកខ្ញុំខ្លះទៀតក៏គាត់អត់ចេះប្រើទេគាត់ call ទូរស័ព្ទតែម្ដងអញ្ចឹងការ call នេះមានការលំបាកមែនទែនពុកម៉ែបងប្អូនបាទម្នាក់ក្នុងទូរស័ព្ទខ្ញុំមួយថ្ងៃមានអ្នក call ចូលច្រើនហើយអញ្ចឹងខ្ញុំអត់ដឹងថាលេខមួយណាទេហើយខ្ញុំអត់មានពេលទំនេរសម្រាប់កត់លេខទូរស័ព្ទរបស់ពុកម៉ែបងប្អូនទេអញ្ចឹងសូមអធិស្ឋានផងបាទដោយសារខ្ញុំមមាញឹកនៅក្នុងការងារនៅក្នុងចំការរាល់ថ្ងៃគឺខ្ញុំនៅក្នុងចំការរហូតតាំងពីព្រឹកពីព្រលឹមល្ងឹតរហូតដល់ល្ងាចល្ងឹតបានខ្ញុំត្រឡប់មកវិញជួនកាលខ្ញុំគេងនៅចំការបាទអញ្ចឹងការផ្ញើលើកនេះខ្ញុំគិតថាมันបានគ្រប់គ្នាទេដោយសារតែខ្ញុំស្រាវជ្រាវលេខទូរស័ព្ទទៅមានខ្លះទៅក៏ច្រឡំគេអីផ្សេងហើយលេខខ្លះទៅក៏ចំគោលដៅពុកម៉ែបងប្អូនដែលខលមកខ្ញុំបាទអញ្ចឹងអ្នកដែលខ្ញុំតាក់ទងបានទាំងនេះគឺខ្ញុំបានផ្ញើជូនបាទផ្ញើជូនហើយប៉ុន្តែខ្ញុំគិតថាมันបានគ្រប់គ្នាដោយសារតែខ្ញុំគិតមើលឃើញអ្នក call មកក៏ច្រើនបាទហើយអ្នកខ្ញុំផ្ញើនេះតិចចំនួនតិចដូចជា6នាក់7នាក់បុកម៉ែបងប្អូនបាទ7នាក់អញ្ចឹងអ្នក call មកច្រើនខ្ញុំស្រាវជ្រាវរលេខអត់ឃើញដោយសារតែនៅក្នុង comment អត់មានអ្នក comment ច្រើនមាន comment តែប្រហែលអ្នកទេបាទអញ្ចឹងខ្ញុំមិនដឹងថាលេខទូរស័ព្ទមួយណាដែលជាអ្នក comment បាទអញ្ចឹងនិយាយរួមទៅពុកម៉ែបងប្អូនទស្សនាវីដេអូរបស់ខ្ញុំសិតតែមនុស្សប្រហែលជាខ្ញុំគិតថាអាចគាត់មានវ័យចំណាស់បាទស្រីភាគច្រើនគាត់ចេះតែមើល YouTube ទេគាត់អត់ចេះចូលទៅប្រើប្រាស់កម្មវិធី comment អីផ្សេងហើយទំនាក់ទំនងទៅតាម Telegram ក៏គាត់អត់ចេះប្រើបាទអញ្ចឹងហើយគាត់ call មកត្រង់តែម្ដងហើយតែខ្ញុំផុសភ្លាមគឺមានអ្នក call មកអញ្ចឹងហើយខ្ញុំរវល់ការងារមិនបានកត់លេខទូរស័ព្ទគាត់ទុកទេគាត់ប្រាប់ថាខ្ញុំនឹងផ្ញើទៅរងចាំនៅបុណ្យចូលឆ្នាំចិនរួចទៅខ្ញុំមានឱកាសទំនេរបាទខ្ញុំនឹងផ្ញើប៉ុន្តែឥឡូវខ្ញុំផ្ញើហើយប៉ុន្តែខ្ញុំគិតថាខ្ញុំស្រាវជ្រាវលេខទូរស័ព្ទដែល call មករកខ្ញុំនោះវាមានច្រើនដែរប៉ុន្តែខ្ញុំស្រាវជ្រាវទៅឃើញបានតែ7នាក់អញ្ចឹងខ្ញុំគិតថាការផ្ញើនេះអត់គ្រប់គ្នាទេអញ្ចឹងពុកម៉ែបងប្អូនចាំឱកាសក្រោយទៀតបាទសូមអធិស្ឋានផងដោយសារតែខ្ញុំមានក្នុងការងារដាំស្ពៃបាទច្រើនហើយគឺមកព្រឹកទល់ល្ងាចបាទសឹងតែ13 14ម៉ោងក្នុងមួយថ្ងៃគឺខ្ញុំនៅចំការ13 14ម៉ោងបាទហើយឆ្លៀតពេលខ្លះទៅលើករងប្រឡងដាំបន្ថែមទៀតប្រឡងជ្វាបាទអញ្ចឹងបើសិនជាមានផលល្អយ៉ាងណាតម្លៃយ៉ាងណាខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនបន្តទៅទៀត
ហើយក្នុងឱកាសនេះដែរបាទខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនដែលទទួលបានពូជខ្ទឹមពីខ្ញុំទៅហើយអាចឲ្យយកទៅដាំដុះបាទជាលក្ខណៈគ្រួសារសាកល្បងហើយមានពុកម៉ែបងប្អូនខ្លះគាត់ទិញបន្ថែមទៀតបាទមានចំនួនច្រើនគាត់ជាអ្នកដាំពិតប្រាកដបាទគាត់ជាអ្នកចម្ការដាំដើម្បីធ្វើជាអាជីវកម្មដើម្បីលក់ដូរបាទបងប្អូនខ្លះគាត់គ្រាន់តែចង់សាកដាំនៅផ្ទះគ្រាន់តែហូបញ៉ាំខ្លួនឯងតែប៉ុណ្ណោះចឹងវីដេអូនេះពុំមានអ្វីនិយាយច្រើនទេមានតែអរគុណដល់ពុកម៉ែបងប្អូនដែលគាំទ្រវីដេអូរបស់ខ្ញុំហើយបន្តទៀតក៏ខ្ញុំបើសិនជាមានអ្វីផ្សេងដែលសេសសល់ក្របពូជណាដែលពុកម៉ែបងប្អូនពិបាករកហើយខ្ញុំសល់ពីការដាំដុះខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនបាទទៅតាមលទ្ធភាពបាទដូចជាពូជត្រប់នេះប្រហែលជាក្នុងខែ3ខែ4បាទខែ4ខ្ញុំអាចចែកពូជត្រប់ទៀតដោយសារតែខ្ញុំដាំដុះហើយទៅខ្ញុំចែកជូនដល់ពុកម៉ែបងប្អូនបើសិនជាសល់បាទហើយក្របពូជដែលខ្ញុំចែកទៅសិតតែជាក្របពូជកម្រហើយមានតម្លៃគួរសមថ្លៃដែរបាទដូចក្របពូជត្រប់គឺមួយស្លាបព្រាបាយអាចតម្លៃ7-80000រៀលបាទចឹងសូមអរគុណពុកម៉ែបងប្អូនយើងទាំងអស់គ្នាខ្ញុំមិនឲ្យខាតពេលវេលាយូរទេវីដេអូនេះក៏កាត់បង្រួញខ្លីតែប៉ុណ្ណេះសូមអរគុណនិងជម្រាបលាពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទសូមអរគុណ